បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាការជិះកូនឡានហើយនឹងម៉ូតូកូនក្មេងរបស់កូនរបស់ខ្ញុំគាត់ជិះនៅមាត់ទន្លេហើយពេលល្ងាចជាទូទៅខ្ញុំបាននាំគាត់មកជិះជារៀងរាល់ល្ងាចថ្ងៃសៅរ៍បាទពេលល្ងាចគឺគាត់តែងតែទាខ្ញុំមកជិះលេងនៅមាត់ទន្លេនេះទាំងពីរនាក់ក្នុងជិះម្ដងគឺ15នាទីហើយយើងចំណាយអស់ម្នាក់5000បាទម្នាក់5000ហើយកូនខ្ញុំម្នាក់គាត់ជិះបាន5000 15នាទីម្ដងអញ្ចឹងពីរនាក់អស់10000ហើយចំពោះការជិះនេះករណីដែលយើងជិះបាន6ដងវាមានបងគេសម្រាប់សន្សំបាទយើងបានជិះបាន6ដង6សន្លឹកយើងអាចដូរថែមជិះបានម្ដង15នាទីទៀតបាទកូនខ្ញុំគាត់ចូលចិត្តជិះម៉ូតូលេងកំសាន្តនៅពេលល្ងាចនៅមាត់ទន្លេនេះបាទគេច្រើនជារៀងរាល់ល្ងាចថ្ងៃសៅរ៍គឺខ្ញុំតែងតែជូនពួកគាត់ទាំងពីរមកជិះលេងកំសាន្តរាល់ល្ងាចបាទទីតាំងកន្លែងជិះកំសាន្តនេះគឺនៅមាត់ទន្លេវាយគោបាទផ្លូវខាងលិចទន្លេវាយគោហ្នឹងផ្លូវគេហៅទំនប់តនេញហ្នឹងនៅទីរួមខេត្តស្វាយរៀងបាទនៅបងប្អូននៅខេត្តស្វាយរៀងក៏គាត់ស្គាល់ដែរបាទទីតាំងនេះគឺមាន2ទីតាំងបាទតែកូនខ្ញុំចូលចិត្តជិះនៅទីតាំងខាងត្បូងបាទនៅទីតាំងត្បូងភាសាទីតាំងគាត់ឆ្លាស់ហើយកូនខ្ញុំចូលចិត្តជិះណាគាត់សប្បាយចិត្តដល់ពេលដែលគាត់មកជិះនៅកន្លែងជិះម៉ូតូនិងជិះឡាននេះបងប្អូនបាទកូនប្រុសខ្ញុំបើគឺគាត់ចូលចិត្តជិះឡានបាទឡាន Lamborghini គាត់ចូលចិត្តជិះណាបាទហើយចំណែកកូនប្រុសច្បងខ្ញុំគឺគាត់ចូលចិត្តជិះម៉ូតូWorld-Cool នេះបាទម៉ូតូនេះខ្ញុំមិនដឹងហៅម៉ូតូអីទេក្មេងៗគេចូលចិត្តជិះណាគាត់សប្បាយចិត្តគាត់ថាគាត់សប្បាយចិត្តនៅពេលដែលគាត់បានជិះជារៀងរាល់ល្ងាចបន្ទាប់ពីគាត់សិក្សាទៅគាត់ខំសិក្សាគឺខ្ញុំតែងតែលើកទឹកចិត្តគាត់ឲ្យគាត់មកជិះលេងកំសាន្តនៅនេះរាល់ល្ងាចបាទដើម្បីឲ្យគាត់សប្បាយចិត្តហើយគាត់នឹងខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតបាទកូនរបស់ខ្ញុំនេះគាត់ឲ្យតែល្ងាចថ្ងៃសៅរ៍គឺគាត់តែងតែសុំខ្ញុំជាមួយនឹងគ្រួសាររបស់ខ្ញុំគឺគាត់សុំមកជិះឡាន Lamborghini ហើយចំណែកកូនប្រុសច្បងគឺគាត់សុំជិះម៉ូតូកូនប្រុសទាំងពីររបស់ខ្ញុំគឺគាត់ចង់ជិះឡានលេងកំសាន្តសប្បាយនៅមាត់ទន្លេនេះណាជារៀងរាល់ល្ងាចហើយបន្ទាប់ពីគាត់ជិះរួចហើយគាត់ហត់គឺគាត់ចង់ញ៉ាំនេះញ៉ាំនោះអញ្ចឹងខ្ញុំតែងតែឲ្យគាត់ញ៉ាំនេះញ៉ាំនោះរហូតជារៀងរាល់ពេលដែលគាត់ជិះម៉ូតូជិះឡានហើយនេះគឺគាត់ឈប់សម្រាកគឺខ្ញុំឲ្យគាត់ញ៉ាំចំណីអាហារតិចតួចទៅបន្ទាប់ពីគាត់ជិះហត់រួចហើយញ៉ាំហើយយើងញ៉ាំទឹកញ៉ាំអីតិចតួចទៅហើយខ្ញុំនិងគ្រួសាររបស់ខ្ញុំបានកំងរបស់ញ៉ាំបន្តិចតួចទុកសម្រាប់កូននៅពេលដែលកូនជិះចប់គឺគាត់ឈប់គឺគាត់មកញ៉ាំតែម្ដងបាទអញ្ចឹងបងប្អូនពុកម៉ែអាចបងប្អូនពុកម៉ែអ៊ំពូមីងទាំងអស់ដែលមានកូនតូចៗចង់ឲ្យកូនជិះកំសាន្តអាចមកបាននៅមាត់ទន្លេស្វាយរៀងបាទមាត់ទន្លេស្វាយរៀងគឺបងប្អូននៅស្វាយរៀងគាត់ស្គាល់ហើយចុងក្រោយនេះបាទកូនប្រុសរបស់ខ្ញុំគាត់សប្បាយចិត្តគាត់រាប់ឲ្យខ្ញុំមើលទៀតបាទអញ្ចឹង